ជាកាពិតចាប់តាំងពីយើងបើកបបេសនការថ្ងៃទី15ខែមករាឆ្នាំ2024ក្រោយពេលដែលសម្ដេចលោកប្រកាសនៅចុងឆ្នាំ2023ក្រសួងការងារបានធ្វើការងារជាច្រើនលើកិច្ចការងារនេះទាំងការងារផ្សព្វផ្សាយក៏ដូចជាពិសេសនោះគឺការរៀបចំកន្លែងសិក្សាផ្ទាល់តែម្ដងបាទការផ្សព្វផ្សាយមានមនុស្សចូលរួមគឺជារឿងមួយប៉ុន្តែនៅពេលដែលការត្រៀមរៀបចំសម្ភារៈត្រៀមរៀបចំគ្រូត្រៀមរៀបចំឧបករណ៍សម្ភារៈផ្សេងទៀតដើម្បីបម្រើការប្រតិបត្តិគឺជារឿងដែលចាំបាច់សំខាន់ហើយការប្រតិបត្តិដែលចាំបាច់សំខាន់នេះគឺយើងត្រូវតែថឹងថ្លែងជាមួយវិស័យឯកជនថែមទៀតផងតើអ្វីដែលយើងប្រតិបត្តិនេះវិស័យឯកជនទទួលយកបានដែរឬទេទើបធ្វើឲ្យកម្មវិធីនេះជោគជ័យអញ្ចឹងមកដល់ពេលនេះសម្រាប់ត្រឹមតែឆ្នាំ2025មួយទេយើងបានប្រតិបត្តិបងប្អូនឲ្យមានជំនាញជាក់លាក់នៅក្នុងកម្មវិធីមេរៀនផ្សព្វផ្សាយប្រមាណជា270000នាក់បាទដែលនៅក្នុងនោះក៏មានការចូលរួមពី SDF ដែលជាការវិនិយោគរបស់ SDF អភិវឌ្ឍជំនាញអញ្ចឹងទេយើងមើលឃើញថាជាចំនួនមួយដ៏ច្រើនជាចំនួនមួយដែលមានការយកចិត្តទុកដាក់ខ្លាំងពីក្រសួងការងារហើយកិច្ចការងារនេះនៅតែបន្តជានិរន្តរភាពយើងនៅតែបន្តដូចភ្លៀងរលឹមសម្រាប់ជំរុញទៅដល់ប្រជាពលរដ្ឋយើងគ្រប់គ្នាប្រជាពលរដ្ឋយើងដែលចង់មានជំនាញប្រជាពលរដ្ឋយើងដែលចង់ reskill ខ្លួនឯងឡើងវិញប្រជាពលរដ្ឋយើងដែលចង់បង្កើតមុខរបរថ្មីពីព្រោះនៅក្នុងនោះមាន10វិស័យនិង45ជំនាញយើងរាប់ចាប់តាំងពីវិស័យកសិឧស្សាហកម្មរហូតដល់ឧស្សាហកម្មសេវាកម្មគឺមាននៅក្នុងទីនោះទាំងអស់អញ្ចឹងវាជាចំណែកមួយដែលយើងមើលឃើញថាពលរដ្ឋក៏មានការចាប់អារម្មណ៍ខ្ពស់ហើយទន្ទឹមនឹងនេះក្រសួងយើងបានត្រៀមរួចជាស្រេចសាលាមានហើយវគ្គប្រដាល់យើងបានមានរហូតដល់7វេនច័ន្ទសុក្រវេនទី1វេនថ្ងៃឬក៏វេនព្រឹកទី3វេនទី4វេនសៅរ៍អាទិត្យវេនទី5វេនរៀនម៉ោង5កន្លះដល់ម៉ោង8កន្លះវេនទី6គឺវេនម៉ោង6ដល់ម៉ោង8និងវេនទី7គឺវេនថ្ងៃអាទិត្យតែមួយថ្ងៃគត់បើសិនបើបងប្អូនរវល់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍បងប្អូនអាចទៅរៀនអញ្ចឹងទាំងកម្មករកម្មការិនីទាំងប្រជាពលរដ្ឋយើងឲ្យតែមានការឆ្លៀតរៀនបងប្អូននឹងទទួលបានជំនាញអញ្ចឹងយើងមើលឃើញថានេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារយើងដែលកំពុងតែបន្តដោយភ្លៀងរលឹមបន្ថែមទៀត